ที่31 ខែ 10 ម្សិលមិញនេះលោកវីរៈបានអះអាងថាលោកគ្រាន់តែបានចូលទៅត្រឹមកន្លែងមួយដែលគេហាមឃាត់តែប៉ុណ្ណោះមិនអាចចូលទៅក្នុងគៀកជាមួយនឹងអ្នកភូមិព្រៃចានបានទេពីព្រោះលោកបានអះអាងថាទាហានកម្ពុជាបានត្រៀមរៀបចំកំភ្លើង Sniper ដើម្បីត្រៀមបាញ់ទៅលើប្រជាជនជ្រុលនិយមរបស់សៀមអ្នកដែលតវ៉ាចង់បណ្ដេញអ្នកភូមិព្រៃច័ន្ទនេះបើតាមការអះអាងរបស់មេបញ្ជាការដែលបានបញ្ជាក់ប្រាប់លោកវីរៈថាมันអាចចូលទៅក្នុងកាន់តែជ្រៅគៀកជាមួយនឹងអ្នកភូមិព្រៃច័ន្ទបានទេបងប្អូនព័ត៌មាននេះបាទខ្ញុំជឿជាក់ថាដោយហេតុតែកងកម្លាំងរបស់ប្រទេសសៀមមិនមានការដោះស្រាយណាមួយដ៏ល្អសម្រាប់ជនជ្រុលនិយមរបស់សៀមហើយទៅក៏ហក់ភូតផោបោកប្រាស់ដោយលើកហេតុផលថាកងកម្លាំង Sniper របស់កម្ពុជាត្រៀមនឹងបាញ់ប្រហារបើសិនជាពួកជ្រុលនិយមសៀមនៅតែបន្តនាំបកពួកចូលទៅកាន់តែគៀកជាមួយនឹងភូមិព្រៃច័ន្ទនេះគឺជាការបំភ្លើសបំភ្លៃមកលើទាហានកម្ពុជារបស់យើងបាទបងប្អូនទាំងគ្នាពួកសៀមនេះបាទយើងមិនអាចទុកចិត្តពួកនេះបានទេបងប្អូននៅក្រោយកិច្ចព្រមព្រៀងសន្តិភាពពួកនេះតែងតែមូលបង្កាច់ថាកម្ពុជារបស់យើងរំលោភបទឈប់បាញ់ជាម្ដងហើយម្ដងទៀតហើយថ្មីចុងក្រោយនេះបាទចោតកម្ពុជាថាមិនបានដកអាវុធធុនធ្ងន់បាទតាមកិច្ចសន្យាហើយថែមទាំងលៀបពណ៌ថាកម្ពុជាជាអ្នកឈ្លានពានប្រទេសសៀមមុនដូច្នេះហើយកម្ពុជាត្រូវតែជាអ្នកដកមុនទៅវិញបាទបងប្អូនទាំងគ្នាស្ថានភាពពេលនេះបាទយើងស្ដាប់តាមរាជរដ្ឋាភិបាលរបស់យើងប៉ុន្តែខ្ញុំសូមសំណូមពរឲ្យបងប្អូននៅតែបន្តការពារទឹកដីបាទដែលងាយនឹងរងការឈ្លានពានរបស់ពួកទាហានសៀមបាទ